បាទជំរាបសួរបងប្អូនប្រិយមិត្តដែលនិយមតាមដានព័ត៌មានតាមសង្គម YouTube ទាំងអស់គ្នាបាទហើយពេលនេះដែរជួបជាមួយខ្ញុំបាទនាយផ្លយទៀតដែរបាទពេលនេះខ្ញុំបាទមានព័ត៌មានតាក់ទងចំណេះដឹងបាទហើយព័ត៌មាននេះគឺតាក់ទងនឹងការដាំផ្សិតឬក៏ផ្សិតចំបើងជាស្រ័យផ្សិតកណ្ដៀរបាទឥឡូវយើងកុំឲ្យខាត់ពេលយូរតើព័ត៌មាននេះគឺមានអត្ថន័យនិងអត្ថប្រយោជន៍យ៉ាងណាចំពោះយើងទាំងអស់គ្នាយើងចាប់ផ្ដើមបាទមិននឹកស្មានថាផ្សិតកញ្ចរបាទអធិស្ឋានផ្សិតកញ្ចរដែលមានរសជាតិឆ្ងាញ់បែបនេះបាទជួយshareឲ្យប្រជាពលរដ្ឋនៅតាមស្រុកស្រែចម្ការបានដឹងផងបាទនេះជារូបភាពផ្សិតកញ្ចរដែលដោះចេញពីកណ្ដៀរបាទវិធីដែលយើងអាចបណ្ដោះផ្សិតកញ្ចរបានវិធីងាយអាចសាកល្បងមើលបានបើបានផលគឺពិតជាប្រសើរណាស់បាទវត្ថុធាតុដើមដែលត្រូវការ1សំបុកកណ្ដៀរ0.1 គីឡូក្រាមបាទស្មើនឹងកន្លះគីឡូបាទ2បាយស1គីឡូ3ទឹក20លីត្របាទទឹកស្អាតដោយគ្មានជាតិក្លរីនបាទនេះជារូបភាពគេដាក់លេខបញ្ចូលគ្នានេះបាទនេះជាសំបុកកណ្ដៀរបាទនេះផ្សិតបានដោះជាបណ្ដាហើយបាទជំហានដំបូងលេងសំបុកកណ្ដៀរកន្លះគីឡូក្រាមច្របល់ជាមួយបាយស1គីឡូក្រាមឲ្យសព្វរួចលាយជាមួយទឹក20លីត្រផ្អាប់ទុកនៅក្នុងកន្លែងមួយលុបពី7ទៅ10ថ្ងៃបាទគឺស្មើមួយអាទិត្យបាទនេះជារូបភាពផ្សិតកញ្ចរបាទចំពោះជំហានទី2វិញបន្ទាប់ពីជំហានដំបូងនេះបន្ទាប់មកលបាយនៃកំប៉ុស្តវាប្រែពណ៌ទៅជាសល្អក់យកលបាយកំប៉ុស្តនេះទៅចាក់ទៅលើកន្លែងណាតែមានកណ្ដៀររួចយកចំបើងបាទយកចំបើងឬស្លឹកឈើពុកចាស់បាទឬស្មៅស្ងួតមកគ្របពីលើត្រូវប្រោះទឹកឲ្យមានសំណើមជានិច្ចទុកវារយៈពេល10ទៅ15ថ្ងៃនោះផ្សិតនឹងចាប់ផ្ដើមដោះបាទនេះជាវិធីស្រួលបំផុតបាទសម្រាប់ខ្ញុំក៏អាចធ្វើបានដែរបាទនេះជារូបភាពផ្សិតកញ្ចរដែលបងប្អូនមួយចំនួនបងប្រហែលជាធ្លាប់ស្គាល់ហើយផ្សិតកញ្ចរនេះបាទគឺទូចបាទនេះផ្សិតកញ្ចរចំណែកខ្ញុំគឺមិនសូវបានដឹងទេផ្សិតកញ្ចរដឹងជាដោះនៅកន្លែងណានោះទេបាទមិននឹកស្មានថាផ្សិតកញ្ចរដែលមានរសជាតិឆ្ងាញ់ជាងសាច់មាន់បាទមានរសជាតិឆ្ងាញ់ជាងសាច់មាន់ទៀតហើយមានតម្លៃថ្លៃជាងសាច់មាន់ស្រែ2ដងឯណោះថ្លៃមែនតើគេអាចបណ្ដោះបានតាមវិធីនេះសោះបាទជួយshareចែកគ្នាដឹងផងបាទនេះជារូបភាពផ្សិតបាទនេះជាចំណេះដឹងមួយដែលបងប្អូនអាចធ្វើវាបានហើយផ្សិតនេះគឺមានរសជាតិឆ្ងាញ់បំផុតបាទឆ្ងាញ់ជាងមាន់ស្រែទៅដល់2ដងទៀតបាទហើយវិធីធ្វើវិញគឺងាយបំផុតគឺយើងយកសំបុកកណ្ដៀរកន្លះគីឡូបាយស1គីឡូទឹក20លីត្រហើយដាក់ច្បល់គ្នាចូលផ្អាប់ទៅ10ទៅជាស្រ័យពី7ថ្ងៃទៅ10ថ្ងៃហើយឲ្យមានពពុះសហើយយើងចាក់លើសំបុកកណ្ដៀរយើងយកចំបើងមកក្របពីលើ
ព្រោះទឹកវាឲ្យសើមជានិច្ចទុករយៈពេល10ថ្ងៃបាទយើងនឹងឃើញលទ្ធផលផ្សិតក៏បានដោះឡើងហើយយើងក៏អាចយកមកបរិភោគឬក៏ចម្អិនវាធ្វើជាមុខម្ហូបផ្សេងបានបាទហើយយ៉ាងណាមិញគឺផ្សិតនេះគឺមានតម្លៃថ្លៃទៅទៀតបាទហើយចំពោះព័ត៌មាននេះគឺមានតែប៉ុណ្ណឹងសូមបងប្អូនជួយ like share subscribe ដើម្បីទទួលបានព័ត៌មានថ្មីទៀតបាទសូមអរគុណ